ពេលជួបគ្នាជាគ្រាស្គាល់ស្នេហ៍ដំបូងតែបេះដូងដូចស្គាល់គ្នាជាយូរហើយពេលវេលាកាយអួងមនីតែពីអងហើយលែនជារបាំចាប់ហើយម្ចាស់បងពិតជាល្អមើលណាស់ម្ចាស់អូនម្ចាស់បងតោះយើងចូលព្រះរាជដំណាក់ម្ចាស់អូនហត់ហើយបានម្ចាស់អូនតោះយើងបងមានអារម្មណ៍ថានឹករឹតតែនឹងទៅធ្វើដំណើរទៅដល់ក្រុងកំពង់ឆ្នាំងហើយដែរឬទេម្ចាស់បងនឹករត់សែនមែនទេរត់សែនទៅបានសុខហើយទៅបានសុកមើលតែបុតរបស់យើងចាអូននិយាយបែបនេះមានអ្វីលេបបាំងបងមែនទេអត់ទេនាងនេះយ៉ាងណាហើយបានស៊ីបេះដូងឬសាច់រត់សែនមែនទេព្រះម៉ែម្ចាស់ ព្រះម៉ែម្ចាស់នោះមានន័យយ៉ាងម៉េចព្រះម៉ែម្ចាស់ផ្ញើរាជសារទៅបែបណាគឺបែបនឹងហើយយើងរត់សារទូថារត់សែនទៅដល់ទាំងយប់ស៊ីទាំងយប់ទៅដល់ថ្ងៃឲ្យបត្រីយើងស៊ីទាំងថ្ងៃម៉ែហេតុអ្វីមិនដូចអញ្ចឹងមិនម៉ាមិនអញ្ចឹងមិនដូចដែលយើងពីរនេះសន្លាយគេនិយាយមកព្រាមយើងហៅនាងឯងមកពេលនេះយើងចង់ដឹងតែស្លាប់ហើយទេព្រះម៉ែម្ចាស់នៅទេមិនតែវាមិនស្លាប់ព្រះម៉ែម្ចាស់ក្នុងរាជសារបាននិយាយថាជាគូព្រេងរបស់ព្រះនាងកង្រីបើទៅដល់ថ្ងៃគឺរៀបអភិសេកទាំងថ្ងៃព្រះម៉ែយើងចង់ព្រះម៉ែក៏មកខ្វាត់នឹងយើងទៅយ៉ាងវិញទេចង់ព្រះម៉ែម្ចាស់ទៅឆ្ងាញ់ណាស់នេះកំពុងមើលមិនដែលបានសប្បាយអញ្ចឹងទេមែនហើយនេះទួព្រះសាមញ្ញម្ចាស់ផលទៅដល់ផកដែរព្រោះអីព្រះសាមញ្ញជាព្រះសាមញ្ញម្ចាស់ផលទៅដល់ផកដែរព្រោះព្រះអង្គជាព្រះសាមញ្ញរបស់ខ្ញុំម្ចាស់ពីពេលយូរនេះហើយដោយទេម្ចាស់អូនអង្រៃអូនឬជីវិតអូនល្អប្រការណាស់មិនសមជាដាច់យើងយកកសាងសោះពីយូរឡងណាស់មកហើយព្រះមេត្តាធ្វើទុកសម្រាប់ម្ចាស់អូនបានម្ចាស់អូនមេដារបស់អូនជាអង្គសម្រាប់ព្រះរាជបរិយនៅក្នុងនគរក្រុងកំពង់ឆ្នាំងនេះជាពិតជាមានអំណាចបរមីប៉ុនពេកអ្វីដែលព្រះមេដារបស់អូនเป็นបងមិនដែលបានសម្រេចទេតែបងឈប់ឆ្ងល់ទៅបងអូនគឺអ្វីមិនដែលខុសទេពិតជាឆ្ងាញ់ណាស់បងបណ្ដោះសមានហើយនាងតួនាងប៉ុងតែឆ្ងាញ់អញ្ចឹងយើងចង់អុយព្រះនាងរៀបការមួយថ្ងៃ100ដងមានហើយណាត់ទៅអូនដើមនេះគឺជាដើមពុទ្ធពីរគឺលោកពេលដែរមានគ្រោះអាសន្នផែនដីបែបស្លឹកនេះបោះទៅផែនដីនឹងពុះជាពីរស្ទើរខ្លាចជាទន្លេណាម្ចាស់បងជាជ្រុះជ្រៅផងដែរម្ចាស់បងរបស់អូននិមិត្តដាំដើម្បីទុកការទៀតខ្លួនម្ចាស់បងអូនបងយើងទៅមុខទៀតនេះជាដើមអ្វីដែរម្ចាស់អូនតាមៃដើមនេះមានឈ្មោះថាដើមសេះហោះលើដៃទេលើក្នុងសេះនឹងចេះហោះតែម្ដងម្ចាស់បងបានម្ចាស់អូនវាពិតជាពិសេសណាស់ដើមនេះនោះទៀតដើមនេះអាចកម្ចាត់សត្រូវបានទៀតម្ចាស់បងពិតជាមានមហាទរិទ្ធពូកែណាស់អូនម្ចាស់បងទៅមុខទៀតជាអ្វីដែរជាកៅថ្មីរបស់បងប្អូននាងទាំង12ម្ចាស់បងអ្វីកៅថ្មីទាំងនេះនៅទីនេះម្ចាស់អូនព្រះមេដារបស់អូនទុកធ្វើអសតិបព្រះមេដារបស់អូននឹងធ្វើគ្រប់
អសទេពអាយុរាប់ពាន់លានឆ្នាំម្ចាស់បង តើមួយចំហៀងទៀតនៅទីណាម្ចាស់អូន តែលឺថានៅក្រុងរាជសីការរបស់អូនក្រុងរាជនៅទីនោះ កងរៃដើមនេះមានឈ្មោះអ្វីដែរ ដើមនេះមានឈ្មោះថាដើមមហាសណ្តំព្រះសាមីស្លឹកវាហើយវាលើបាត់ដៃអ្នកណាបានទទួលក្លិននេះនឹងដេកលងលក់ណាម្ចាស់បងម្ចាស់បងទៅរាជដំណាក់ បាទម្ចាស់អូន ព្រះសាមីហេតុអ្វីមកដល់ទីនេះស្ងៀមស្ងាត់តែម្នាក់ឯងហេតុអ្វីព្រះសាមីព្រួយព្រះតីរឿងអ្វីទៅក្រាបទូល បងមិនមែនព្រួយអ្វីទេបងកំពុងតែគិតថាព្រះមេដារបស់អូនពូកែរៀបចំឧឈាននេះណាគ្មានសមត្ថភាពរៀបចំដើមឈើសារៈប្រយោជន៍នេះទេហេតុនេះទេអូន សូមព្រះសាមីកុំខ្វាយខ្វល់រឿងនេះអីសួនឧឈាននិងវត្ថុទាំងឡាយនៅក្នុងនគរសន្ធុបូរាជគឺជារបស់ព្រះសាមីចាប់ពីពេលនេះតទៅ រៃអូនតើព្រះមេដាអូនប៉ុន្មានខែប៉ុន្មានថ្ងៃទើបត្រឡប់មកនគរវិញម្ដងឬមួយក៏ព្រះមេដារបស់អូនទុកអូននៅទីនេះជារៀងរហូតទៅបងកដោសព្រឹកនេះនាងយៈសន្តមាវាបានត្រឡប់មកវិញហើយគឺជាថ្ងៃពេញបរមីយើងគិតធ្វើមិនទៅ បងមានវិធីអូនអូនរែងអូនមានស្លឹកសំដំនោះអីសំដំនាងកងរៃតូចយើងឆាប់បានទៅយកកែថ្មីឆាប់បានទៅកុំឲ្យនាងសន្តិមាមកទិនក ងរៃអូនតើមេដារបស់អូនត្រឡប់មកពេលណាដែរ ព្រះមេដារបស់អូនត្រឡប់មកវិញនៅថ្ងៃបរមីនេះហើយម្ចាស់បងព្រះអង្គមកបំពេញបរមីឲ្យកែថ្មីនាង12ជាពិសេសគឺមកបន្ថែមប្រតិជាថ្ងៃយន្តជាពិសេសមកថែរក្សាកែថ្មីនាងពីរណ្ដប់មិនឲ្យអ្នកណាប៉ះពាល់បានឡើយ បងសូមបន្តិចបានទេបងពិតជាឆ្ងល់ថាព្រះមេដារបស់អូនទុកកែថ្មីនាងពីរណ្ដប់ធ្វើអ្វីដែរហេតុអ្វីលោកមិនកំទេចចោលតែម្ដងទៅ តាមខ្ញុំដឹងលោកមិនកំទេចចោលភ្លាមៗនោះទេតាមខ្ញុំដឹងការថ្មីបងប្អូនទាំង12នាក់នឹងកម្ររកបានណាព្រោះព្រះមេដាកំណត់ទុកឲ្យបាន100ឆ្នាំដូចជាប្រសិទ្ធភាពការថ្មីធ្វើជាចំណៃដើម្បីឲ្យព្រះជន្មព្រះអង្គអមតៈរហូតទៅ ព្រះមេដាទ្រង់ប្រុងប្រយ័ត្នបែបនេះហើយតើមិនឲ្យអ្នកណាប៉ះកែថ្មីនេះបាន ហើយបើតាមយាមក្រឡាគឺដល់ថ្ងៃពេញបរមីព្រះអង្គនឹងត្រឡប់មកជាមិនខានពិសេសគឺបន្ថែមគេថាលើកែវថ្មេកសោយសីមា ហើយថ្ងៃស្អែកជាថ្ងៃពេញបរមីព្រះមេដារបស់អូននឹងត្រឡប់មកថ្ងៃស្អែកហើយមែនទេ មែនហើយម្ចាស់បង បងប្អូនអរគ្នាទិញលេយូរីមួយកំប៉ុងថែមជូនជាមួយនឹងសក្រាប់យូរីខាត់ស្បែកចំនួន1កំប៉ុងដូចគ្នាអញ្ចឹងតម្លៃ 60000 ថែមជូនជាមួយនឹងសក្រាប់តម្លៃ 10000 រៀល free តែម្ដងអញ្ចឹងអ្នកណាចង់បានចាចូលឆាតអ្នកគ្រូយូរីណាចាស្បែកសលឿនសខ្លាំងសសាហាវសហោះចាមើលតែស្បែកអ្នកលក់គឺដឹងហើយបងប្អូនអរគ្នាចាហើយសម្រាប់សក្រាប់នេះវិញគឺខាត់ចាមួយសប្តាហ៍តែ2ដងទេគឺទទួលបានផលមិនចាំបាច់ចាប់ខាត់រាល់ថ្ងៃក៏បានដែរចាណាអ្នកទាំងអស់គ្នាចាជិបប្រើជាមួយនឹងលេយូរីទាំងអស់គ្នាណាបងប្អូនណាចានេះអញ្ចឹងអ្នកណាដែលជិតចូលបង្គោលការជិតចូលរោងការអីណាចាឃើញទេស្រីឈុតប្របីនេះជាតិខ្មែររបស់យើងឃើញសាច់មូលលាសស្អាតសាច់លង្សខ្ចីបែបនេះតែម្ដងបងប្អូនអរគ្នាណាចាទំនុកចិត្ត 100% ប្រើមិនសធានាបដូរយកលុយវិញបានណាបងប្អូនមុខពេលមិនទាន់ប្រើបងប្អូនចាំមើលបន្តិចទៀតចាំមើលគាត់ប្រើហើយគាត់ចាំឲ្យគាត់ថតដែលគាត់នេះឲ្យមើលនេះមុនក៏ដាក់ដេមុនឈូតតែម្ដងបងទទួលលុយពីកិនតិចណាចាមកចង់មកលៀបជ័យអីតិចាមកយកសភួយយកប៊ីកមកបងប្អូនអើយខ្ញុំមកដល់ទីហើយជម្រាបសួរយាយជម្រាបសួរចាអូធ្វើអីហ្នឹងហ៎ធ្វើបាយសៃហ៎អូមុខរឹងជ្រះក្រានហើយមុខហ៎នេះមុខគាត់ស្អាតហើយមុខគាត់ចាំកាត់តវីដេអូឲ្យមើលមុខចាស់ហើយមុខថ្មីអត់មិនឈុតអីកំងអីគេដែរចាគេផងអូនេះស្រេះនេះស្រេះនេះមកយកប្រអប់ធំមកទៀតហើយនេះថ្ងៃនេះគាត់យកប៉ុន្មានយក5ឈុត
អូខេស្អាតដូចបំណងប៉ងប្រាថ្នា បងមកខ្ញុំអន់ជាប់ច្រើនបាត់ជាប់រៀងច្រើនបាត់តែសមកណាគេសួរខ្ញុំតែខ្ញុំឲ្យ Facebook បងទៅគេបង យើងទៅបាត់ជើងទៅតាមប្រើមួយឈុតកន្លះហើយបាត់ជើងអស់ហ៎កន្លះទៅ2ឈុតបាត់អស់ នេះមកខ្ញុំពីមុនដែលថតឲ្យមកឯងមើលបងនេះខ្ញុំអត់តាន់អស់មួយឈុតផងបងព្រោះអីខ្ញុំកំងបងពីសានេះតាន់អស់មួយឈុតផងមកខ្ញុំបាត់ជាប់ច្រើនតែនេះរូបថតខ្ញុំកាលខ្ញុំទិញបងពីមុនតែខ្ញុំថតឲ្យបងឯងមើល